តែអ្នកធ្លាប់ជួបកង្កែបដែលមានរូបរាងដូចស្លឹកឈើពិតៗដែរទេម៉ាឡេយ៉ានលៀវហ្វ្រកឬ Copris nesuta វាមានរបបភ្នែកខាងលើដូចជាស្នែងនិងមានច្រមុះវែងរូបរាងនិងបោះសម្បុរដូចជាស្លឹកឈើងាប់លក្ខណៈពិសេសដ៏ទាក់ទាញបំផុតរបស់វាគឺការបន្លំខ្លួនជាមួយនឹងស្លឹកឈើដោយការបន្លំខ្លួនបែបនេះអនុញ្ញាតឲ្យវាបញ្ចូលគ្នាយ៉ាងរលូននៅក្នុងបរិយាកាសជុំវិញខ្លួនរបស់វាធ្វើឲ្យវាស្ទើរតែមើលមិនឃើញសម្រាប់សត្វដែលតាមប្រមាញ់វាទោះបីជាវាមានរូបរាងចម្លែកបែបនេះក៏ដោយប៉ុន្តែវាមិនមានជាតិពុលដែលធ្វើឲ្យយើងគ្រោះថ្នាក់ទេវាចូលចិត្តរស់នៅក្នុងព្រៃដីសើមៗនិងត្រជាក់ដើម្បីជៀសវាងការរកឃើញពីសត្រូវដូច្នេះវាត្រូវរកស៊ីនៅពេលយប់និងលាក់ខ្លួនរបស់វានៅពេលថ្ងៃវាស៊ីសត្វល្អិតជាអាហារពេលខ្លះវាស៊ីកូនកង្កែបកូនពស់ឬកូនសត្វផ្សេងៗដែលមកជិតវាទៀតផងវាក៏អាចស៊ីសត្វដែលមានទំហំស្មើនឹងខ្លួនវាបើវាចាប់បានវាមិនដាល់ស្វែងរកចំណីទេតែវាលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ដោយស្លឹកឈើនៅពេលមានសត្វឆ្លងកាត់វានឹងបាញ់អណ្ដាតដើម្បីចាប់ចំណីភាគច្រើនគេបានឃើញវាមានតែនៅប៉ុន្មានប្រទេសប៉ុណ្ណោះរួមមានភាគខាងត្បូងនៃប្រទេសថៃម៉ាឡេស៊ីសិង្ហបុរីសូម៉ាត្រានិងកោះបូណេអូការបញ្ចេញសម្លេងយំរបស់សត្វឈ្មោលគឺដើរតួយ៉ាងសំខាន់ក្នុងការប្រស្រ័យទាក់ទងគ្នាជាមួយនឹងសត្វញីជាពិសេសក្នុងរដូវមានគូដែលអនុញ្ញាតឲ្យសត្វញីអាចជ្រើសរើសសត្វឈ្មោលណាដែលមានសម្លេងខ្លាំងនិងអាចរកទីតាំងខាងឈ្មោលបានយ៉ាងងាយស្រួលការបង្កាត់ពូជជាធម្មតាកើតឡើងនៅតាមដងអូរក្នុងទីជម្រករបស់ពួកវាខាងញីនឹងដាក់ពងរបស់ពួកវាដោយភ្ជាប់ក្រោមថ្មឬកន្លែងដែលលិចទឹកយុទ្ធសាស្ត្រនេះជួយការពារពងរបស់ពួកវាពីសត្រូវនិងគ្រោះថ្នាក់ធម្មជាតិ